សួស្តីបងប្អូនតោះនាំគ្នាមកមើលទេសភាពនៅស្រុកបារាំងម្ដងមើលបងប្អូនអើយស្អាតណាស់ណែអាមនុស្សក៏ស្អាតទេសភាពក៏ស្អាតស្ពានក៏ស្អាតទាំងអស់តែម្ដងបងប្អូនថ្ងៃនេះមក review ឲ្យអស់យើងមកដល់ហើយកុំឲ្យខាតមើលបងប្អូនអូស្អាតមែនតែនមើលទេសភាពរបស់គេហើយនេះប្រហែលជាដៃទន្លេបងប្អូនហើយមកថាខាងនេះវិញបងប្អូនណានៅខាងនេះគឺមុខកន្លែងមិញដែរប៉ុន្តែខាងមកចាហៀងដៃមួយទៀតបងប្អូនហើយកន្លែងហ្នឹងគឺសុទ្ធតែកន្លែងថតរូបឃើញបងប្អូនស្រឡះមែនតែនស្អាតមែនតែនគេមកដើរលេងពេញហ្នឹងបងប្អូនហើយគេមកថតរូបការរូបអីចឹងណាហើយឥឡូវនេះបងប្អូនហើយឥឡូវយើងក៏ឆ្លងមកកន្លែងផ្កាទៀតបងប្អូនឥឡូវកន្លែងនេះហើយយើងមកដើររមើលផ្កាបងប្អូនណាផ្កាវិញមិនចយណាសិតតាផ្កាគេល្អបងប្អូននេះឃើញទេសិតស្រស់ទាំងអស់ហើយនេះអីវ៉ាន់បងប្អូនហើយដល់ពេលយើងមកចូលទិញអីវ៉ាន់មើលអីវ៉ាន់នឹងឲ្យឆ្អែតឆ្អន់សិនអញ្ចឹងណាបងប្អូននេះកន្លែងគេគិតលុយនេះតមុខកន្លែងគេគិតលុយយើងដើរមើលឲ្យអស់បងប្អូនកុំឲ្យខាត review ឲ្យអស់បងប្អូនទោះបងប្អូនមិនបានមកក៏ខ្ញុំ review ឲ្យបងប្អូនមើលឲ្យអស់នេះឲ្យដឹងកន្លែងគេលក់ដូរធំឲ្យសម្ដាប់ធ្នាប់របស់គេស្អាតមែនទែនបងប្អូនការរៀបចំរបស់គេនឹងអែមឃើញទេផ្នែករបស់គេតែម្ដងហើយដល់ពេលឥឡូវនេះមកដល់ចុងបញ្ចប់ហ្នឹងគឺយើងហេវហើយអញ្ចឹងយើងនាំគ្នាមកញ៉ាំបាយបងប្អូនហើយមកញ៉ាំបាយបងប្អូនហើយអត់មានបុហ្វេនៅក្នុងហាងទេគឺបុហ្វេក្រោមដើមឈើបងប្អូននៅកន្លែងសួនរបស់គេយេបងប្អូនអើយក្តីសុខណាស់ណែមកញឹមហ៎